admin ជឿថាប្រិយមិត្តដែលកំពុងស្ដាប់ក៏មានមួយចំនួនតូចដែលធ្លាប់ជួបប្រឈមនឹងបញ្ហានេះដូចគ្នាគឺអ្នកខ្លះក៏មានឪពុកចុងអ្នកខ្លះក៏មានម្ដាយចុងប៉ុន្តែក៏មិនអាចឈានដល់ថ្នាក់ករណីមួយដូចក្នុងសាច់រឿងនេះដែរចំពោះសាច់រឿងដែលកំពុងលើកមកនិយាយនេះគឺជាសាច់រឿងពិតមួយដែលវាបានកើតឡើងហើយក៏កន្លងផុតទៅវិញអស់ជាច្រើនឆ្នាំមកហើយប៉ុន្តែយើងបានយកមកអធិប្បាយបន្ថែមខ្លះៗចំពោះទស្សនវិជ្ជានិងតួអង្គនៅក្នុងព្រឹត្តិការណ៍ទាំងមូលដោយឡែកចំពោះហេតុការណ៍ដែលបានកើតឡើងគឺមិនខុសគ្នានោះទេជាបន្តទៅនេះសូមប្រិយមិត្តរីករាយសន្តាប់នៅរឿងដែលមានចំណងជើងថាខ្មោចនាងពៅជាដំបូងប្រសិនបើយើងរៀបរាប់ពីទស្សនវិជ្ជាភូមិស្រុកទាំងមូលនាអំឡុងឆ្នាំ90វាពិតមិនទាន់ពេញនិយមសម្បូរបែបដូចជាពេលបច្ចុប្បន្ននេះឡើយប៉ុន្តែវាក៏សប្បាយចិត្តជាមួយការរស់នៅមួយបែបព្រោះមិនសូវខ្វល់ខ្វាយរឿងហូបចុកអីពេកទេមានប៉ុណ្ណាក៏ហូបប៉ុណ្ណឹងទៅតាមកម្រិតជីវភាពដ៏សាមញ្ញបំផុតនាសម័យនោះរួចបើក្រឡេកមើលតាមបណ្ដាលសាមញ្ញជននៅក្នុងភូមិនាវេលាម៉ោង8ព្រឹកសកម្មភាពម្នាក់ៗគឺគ្មានអ្វីក្រៅតែពីចេញដំណើរទៅស្រែដើម្បីភ្ជួររាស់ដកស្ទូងទៅលើរបស់រៀងៗខ្លួនលុះល្ងាចឡើងក៏ឃើញត្រឡប់មកវិញជាមួយនឹងដងខ្លួនទទឹកជោកលាយឡំនឹងដីភក់ប្រឡាក់ឡើងស្រមកហើយប្រសិនបើក្រឡេកមើលទៅមួយជ្រុងផ្សេងទៀតនៃភូមិដដែលនេះយើងនឹងឃើញមានវងសត្វគោដើរដុំរៀបគ្នាប្រសេកប្រសាចពេញតែផ្លូវហើយក៏ឃើញមានក្មេងៗប្រុសៗ 4-5 នាក់ដើរស្ពាយថង់ទឹកនិងកាន់រំពាត់វាយគោពីក្រោយសំដៅទៅកាន់ខាងត្បូងភូមិដែលជាទីកន្លែងមានវាលស្រែល្វឹងល្វើយក្រោយពីក្មេងៗទាំងនោះក៏មានមនុស្សប្រុសវ័យ30ឆ្នាំម្នាក់ដែលគេតែងតែស្គាល់គាត់ថាជាពូឆៃចិញ្ចឹមគោមុខរបររបស់គាត់គឺតាំងតែពីដើមមកហើយចិញ្ចឹមគោនោះឯងក្នុងភូមិនេះមានតែពូឆៃម្នាក់គត់ដែលសម្បូរសត្វគោជាងគេបើនិយាយមកដល់ឈ្មោះពូឆៃគាត់គឺជាបរិសុទ្ធពូម៉ាយម្នាក់ហើយក៏ជាឪពុកដ៏ល្អម្នាក់របស់កុមារឈ្មោះថានាងពៅដោយការនោះនាងនៅអាយុត្រឹមតែ3ឆ្នាំគត់ក៏ត្រូវបានម្ដាយបង្កើតទៅចោលបាត់ស្រមោលដោយពុំដឹងមូលហេតុឲ្យបានជាក់លាក់ក្រោយមកកូនបន្សល់ទុកឲ្យពូឆៃនិងកូនស្រីម្នាក់ដែលនៅក្មេងពុំទាន់ដឹងអីប៉ុន្តែពូឆៃគាត់ក៏មិនបានអន់ចិត្តនឹងប្រពន្ធរបស់គាត់ដែលចុះចោលទាំងតក់ក្រហល់មិនដឹងមូលហេតុបែបនេះផ្ទុយទៅវិញមានតែគាត់ខិតខំចិញ្ចឹមនាងពៅជាកូនស្រីរហូតទាល់តែនាងចម្រើនវ័យគួរសមលុះដល់នាងពៅមានអាយុ11ឆ្នាំពូឆៃគាត់ក៏សម្រេចចិត្តថានឹងគិតគូររកប្រពន្ធសារជាថ្មីម្ដងទៀតគ្រាន់នឹងបានជួយសម្រាលកិច្ចការមួយចំនួនក្នុងផ្ទះបានខ្លះព្រោះគាត់គិតថារាល់ថ្ងៃនេះគាត់មិនអាចរៀនម្នាក់ឯងបានឡើយដូច្នេះបើមានមនុស្សស្រីម្នាក់គ្រាន់នឹងរៀបចំបាយម្ហូបទុកសម្រាប់គាត់មកពីហត់វិញគឺពិតជាល្អណាស់ក្រោយគិតគូរបែបនេះហើយថ្ងៃមួយម៉ោងប្រហែលជា9ព្រឹកខណៈនាងពៅកំពុងលេងលោតកៅស៊ូនៅក្រោមដើមស្វាយមុខផ្ទះម្នាក់ឯងសុកពូឆៃក៏ហៅនាងជាកូនស្រីដើរមកអង្គុយលើក្រែក្រោមផ្ទះរួចពូឆៃកំពុងដេកយល់អង្រឹងត្រៀមចេញទៅមើលគោលនៅឯវាលព្រមជាមួយមាត់គាត់បឺតបារីបណ្ដើរហើយក៏សួរទៅកាន់នាងពៅបែបលេងសើចបណ្ដើរថាពៅប្រសិនបើពុកចង់រកម្ដាយឲ្យឯងតើឯងព្រមដែរឬទេនាងពៅនៅក្មេងពុំទាន់ដឹងការរាក់ជ្រៅនាងបានត្រឹមតែអឹមអៀន
ត្រដោកជើងសោយដាក់ពូឆៃហើយក៏ពោលបែរមុខចេញតិចតិចមានអីពុកល្អតែពុកពូឆៃសោយកឹកអឹកដាក់កូនស្រីរួចក៏ដើរទៅអង្អែក្បាលនាងពៅមុននឹងចេញសំដៅទៅវងគោខាងក្រោយផ្ទះរួចក៏ដើរចាក់ចេញទៅបាត់ដោយនៅតែនាងពៅតែម្នាក់ឯងតែប៉ុណ្ណោះកន្លងមកបានប្រមាណជា2ខែពូឆៃក៏ចាប់ផ្ដើមមានសមាជិកថ្មីបើមើលទៅគាត់មានវ័យស្របាលពូឆៃដែរប៉ុន្តែក្រោយមកក៏ឃើញនាងពៅហៅគាត់ថាម៉ែពេញមាត់ទើបអ្នកភូមិមួយចំនួនកាលនោះគេដឹងច្បាស់ថាជាប្រពន្ធរបស់ពូឆៃនឹងត្រូវជាម្ដាយចុងរបស់នាងពៅនោះហើយដំណឹងដែលពូឆៃមានប្រពន្ធថ្មីក៏លេចលឺខ្យល់ខ្ចាយទៅដល់បណ្ដាអ្នកភូមិគ្រប់គ្នាដោយមិនរំលងមួយគ្រួសារណាឡើយលើសពីនោះគេក៏ស្គាល់ច្បាស់ថាជាមីងធីប្រពន្ធរបស់ពូឆៃរឿងរ៉ាវនឹងចាប់ផ្ដើមពីត្រង់នេះទៅជាការពិតណាស់វាមិនខុសអីនឹងពាក្យដែលគេតែងនិយាយថាបានតែដំបងនោះហើយរយៈពេល5ឆ្នាំកន្លងទៅនាងពៅក៏ចម្រើនវ័យកាន់តែធំឡើងប៉ុន្តែនាងក៏មិនបានស្អាតពេញរូបពេញរាងអីត្រឹមត្រូវដែរដងខ្លួនរាងស្កើមខុសប្រក្រតីសម្បុរខ្មៅស្រអាប់ដោយសារតែនាងមិនបានហូបចុកឲ្យបានពេញលេញនិងមិនបានសម្រាកគ្រប់គ្រាន់នាងមិនដែលសូវស្គាល់ពីប្រភពខាងក្រៅហើយក៏មិនដែលស្គាល់ពាក្យថាក្តីសុខកក់ក្ដៅអ្វីឡើយស្គាល់តែចានឆ្នាំងដាំបាយដាំទឹកបោសសម្អាតផ្ទះវាជាការងារប្រចាំពេលព្រឹកព្រលឹមរបស់នាងនោះហើយក៏មានពេលខ្លះវាយដំច្រំធាក់ព្រមទាំងហាមមិនឲ្យប្រាប់ពូឆៃបាននាងហ៊ានតែប្រាប់នោះមុខជានាងនឹងឪពុកស្លាប់ជាជាមិនខានឡើយនាងពៅបានជួបរឿងអាក្រក់ជាច្រើនដែលមីងធីបានផ្ដល់ឲ្យនាងហើយរឿងរ៉ាវទាំងនោះពូឆៃក៏មិនបានដឹងច្បាស់ព្រមទាំងមិនបានជឿលើពាក្យពេចន៍របស់កូនស្រីបង្កើតទៀតផងនាងបានត្រឹមតែបង្ហូរទឹកភ្នែកតែម្នាក់ឯងដោយគិតថាគ្មានទីពឹងផ្សេងក្រៅពីឪពុកប៉ុន្តែបែរជាឪពុកក៏មិនដឹងរឿងថានាងបែបណានោះឡើយហើយពេលដែលនាងប្រាប់ទៅគាត់ក៏មិនជឿនាងដែរវាហាក់បីដូចជាងប់ងល់នឹងមីងធីខ្លាំងណាស់រហូតកន្លងមកបាន5ឆ្នាំបន្ទាប់ទៀតនាងពៅក៏ចាប់ពេញក្រមុំធំឡើងជាមួយរូបរាងដ៏ស្រស់ស្អាតសមរម្យជាយុវតីស្រុកស្រែជនបទប៉ុន្តែសកម្មភាពកាលពី5ឆ្នាំកន្លងទៅនោះវានៅតែស្ថិតក្នុងដៃនាងរហូតគឺពុំដែលស្គាល់ឡើយពាក្យថាទំនេរស្រួលដៃស្រួលជើងវាមិនខុសអីពីអ្នកទោសនោះទេនាងមិនដែលស្គាល់ឡើយពាក្យថាម្សៅក្រែមប៉ុន្តែរូបសម្រស់របស់នាងពៅមិនចាញ់គេឯងឡើយគឺសម្រស់ស្រស់ស្អាតទទួលបានពីអំណោយធម្មជាតិយ៉ាងសុទ្ធសាធបងវ៉ែមកមើលមីងធីវិញជាមនុស្សម្នាក់ដែលស្គាល់តែទឹកលុយចាយវាយឥតប្រមាណខ្លួនមិនចេះទុកដាក់ទ្រព្យសម្បត្តិដែលពូឆៃប្រឹងរកមួយថ្ងៃនោះមកទេឯជីវភាពរបស់ពូឆៃពីមួយឆ្នាំទៅមួយឆ្នាំក៏កាន់តែថយចុះជាលំដាប់គួរឲ្យកត់សម្គាល់ក្រោយមកទៀតពូឆៃដែលធ្លាប់តែល្បីល្បាញក្នុងភូមិនិងជាអ្នកចិញ្ចឹមសត្វគោរាប់សិបក្បាលតែពេលនេះគាត់បានលក់ចេញស្ទើរតែអស់ពីផ្ទះទៅហើយព្រោះជីវភាពរបស់គាត់ប៉ុន្មានឆ្នាំមកនេះវាចេះតែធ្លាក់ចុះខ្លាំងទៅក៏ព្រោះតែមានប្រពន្ធដែលពូកែបំផ្លាញដោយមិនដឹងមូលហេតុនិងមិនដែលយកចិត្តទុកដាក់ចំពោះគ្រួសារនោះឡើយលុះមួយរយៈទៅទៀតដោយឃើញជីវភាពកាន់តែធ្លាក់ចុះបែបនេះម្យ៉ាងក៏មិនសូវបានកាន់ប្រាក់ពេញដៃទៀតផងថ្ងៃមួយដោយឃើញឱកាសល្អដែលពូឆៃមិននៅផ្ទះមីងធីក៏បានហៅនាងពៅមកអង្គុយលើក្រែក្រោមផ្ទះ
រួចក៏ស្រដីបែបគំរុះគំរឿយទៅកាន់នាងថាឯងកាន់តែធំហើយចុះឯងប្រងនៅផ្ទះដេកស៊ីដណាទៀតគួរតែចេញរកការងារធ្វើខ្លះទៅដើម្បីរកកម្រៃយកមកឲ្យអញឮប្រយោគទាំងនេះហើយនាងពៅមិនបានតបតឲ្យវែងឆ្ងាយនោះទេដោយគ្រាន់តែងក់ក្បាលតិចតិចជាមួយនឹងសំឡេងដ៏ស្រទន់ថាចាស់ម៉ែខ្ញុំដឹងហើយម៉ែនិយាយតែប៉ុណ្នេះនាងក៏ដើរចេញពីមីងធីបាត់ទៅនៅល្ងាចនោះបន្ទាប់ពីពូឆៃបានត្រឡប់មកពីកងវាលគោវិញមិនទាន់ទាំងបានទម្លាក់ដប់ទឹកទុកផងក៏ស្រាប់តែសំឡេងមីងធីបាននិយាយថាថ្ងៃនេះយើងអកប្រាក់សម្រាប់ចាយវាយនៅក្នុងផ្ទះហើយគ្រាន់តែលើពាក្យនេះធ្វើឲ្យពូឆៃភ្ញាក់ខ្លួនព្រឺតរួចក៏ងាកសម្ដៅមកកាន់មីងធីព្រមទាំងស្រដីមួយថាតើឯងយកទៅប្រើការអ្វីខ្លះមិនដេចក៏អស់លឿនយ៉ាងនេះយើងទើបតែលក់គោទៅ5ក្បាលមិនទាន់ទាំងបានមួយអាទិត្យផងហេតុអ្វីចាយលឿនបែបនេះពូឆៃដោះអាវដែលទៅទឹកជោកទៅដោយញើសយកទៅពាក់នឹងស្នួលក្បែរពីងទឹករួចក៏បន្តនិយាយទៀតថាខ្ញុំប្រាប់ទៅឯងបន្តិចចុះគ្រួសារយើងឥឡូវនេះវាចេះតែអន់ថយចុះទៅហើយរាល់ថ្ងៃនេះគឺរស់ពឹងផ្អែកទៅលើការចិញ្ចឹមគោតែប៉ុណ្ណោះឯងចុះបើយើងចេះតែលក់ដូរវារហូតបែបនេះតែថ្ងៃមុខគ្រួសារយើងនឹងរំពឹងអ្វីទៅឮពាក្យដែលពូឆៃនិយាយមកទាំងប៉ុន្មានធ្វើឲ្យមីងធីចាប់ផ្ដើមមានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងរួចក៏ពោលពាក្យយ៉ាងខ្លីថាស្រេចតែឯងចោះឯនាងពៅឯនោះវិញក៏មិនបានប្រាប់រឿងដែលមីងធីដេញនាងឲ្យទៅធ្វើការនោះទៅប្រាប់ពូឆៃដែរគឺនាងបានត្រឹមតែលាក់ទុកក្នុងចិត្តតែប៉ុណ្ណោះថ្ងៃបន្ទាប់នៅរសៀលម៉ោង3ថ្ងៃនោះពូឆៃគាត់ក៏បានត្រឡប់មកពីមើលគោវិញរៀងលឿនជាងរាល់ថ្ងៃក៏ដោយសារតែគោរបស់គាត់នៅតិចជាងមុនហេតុនេះហើយទើបធ្វើឲ្យគាត់ឆាប់មកផ្ទះដូចនេះនៅពេលដែលគាត់ដេញគោមកដល់ផ្ទះខណៈនោះគាត់ក៏ហៅមីងធីឲ្យមកជួយចាប់គោចងពូឆៃដែលស្រែកហៅម្ដងហើយម្ដងទៀតក៏ប៉ុន្តែនៅតែមិនឃើញមីងធីឆ្លើយតបសោះភ្លាមនោះនាងពៅក៏ចេញពីក្នុងផ្ទះមករួចក៏រត់សម្ដៅទៅជួយចាប់គោពូឆៃចងពូឆៃឃើញដូច្នេះក៏សួរទៅនាងពៅទាំងហត់ដឹងហក់ថាចុះម្ដាយឯងទៅណាបាត់ហើយម្ដេចក៏ហៅមិនលឺដូចនេះនាងពៅបានឈរក្តាប់ដៃធ្វើភ្នែកលីងឡងហាក់មិនហ៊ានឆ្លើយទៅប្រាប់ឪពុកនាងឡើយក៏ព្រោះតែមីងធីបានដាក់ការគំរាមទៅលើនាងដោយមិនឲ្យនាងប្រាប់ទៅពូឆៃឡើយថានាងទៅណាហើយទៅធ្វើអីនៅទីនោះឃើញសភាពនាងពៅដូចជាមិនហ៊ានឆ្លើយដូច្នេះពូឆៃក៏ដើរទៅជិតរួចសួរម្ដងទៀតថាម្ដាយឯងទៅណាឯងលើពុកសួរទេដោយចិត្តមួយខ្លាចឪពុកចិត្តមួយទៀតក៏ខ្លាចមីងធីនាងពៅក៏ចាប់ដៃពូឆៃអោបយ៉ាងជាប់រួចក៏ចាប់ឆ្លោយទាំងញ័រថាពុកបើខ្ញុំប្រាប់ពុកហើយសុំពុកកុំស្ដីបន្ទោសឲ្យម៉ែអីខ្ញុំក៏មិនដឹងថាគាត់ទៅណាដែរប៉ុន្តែរៀងរាល់ម៉ោង12ថ្ងៃត្រង់ខ្ញុំតែងតែឃើញមានមនុស្សប្រុសម្នាក់អាយុប្រហែលជា40ឆ្នាំគាត់ជិះម៉ូតូអាកុបពណ៌ខ្មៅរហូតមកដល់មុខផ្ទះយើងក៏ឈប់រួចក៏ឃើញម៉ែដើរចេញទៅជិះជាមួយគាត់បន្ទាប់មកក៏ជិះចេញទៅបាត់ទៅរហូតមកដល់ម៉ោង4ជាងល្ងាចទើបឃើញគាត់ត្រឡប់មកវិញគឺមកមុនពុកតែបន្តិចប៉ុណ្ណោះរហូតមកដល់ម៉ោង4តាមទម្លាប់ក៏ឃើញមីងធីត្រឡប់មកវិញពិតមែនគឺមិនខុសពីនាងពៅនិយាយនោះទេខណៈមីងធីមកមិនទាន់ទាំងដល់ក្រោមផ្ទះផងក៏ស្រាប់តែសំឡេងពូឆៃក៏បានបន្លឺមកថាតើឯងមកពីណាហើយនរណាគេដប់មុននេះមីងធី
ឃើញผู้ชายសួរចំពេកគាត់ក៏ឆ្លើយទាំងរដាក់រដប់ញ័រមាត់ថាអូថ្ងៃមិញនេះគឺខ្ញុំគិតថាទៅមើលយាយសាយនៅឯចុងត្បូងនោះឮថាគាត់ឈឺពីថ្ងៃមកហើយនៅពេលដែលត្រឡប់មកវិញជួនក៏ជួបក្មួយយាយសាយហើយក៏សុំគាត់ជិះមកតែម្ដងទៅผู้ชายឮពាក្យកុហករបស់មីងធីទាំងប៉ុន្មានមកនេះគាត់ក៏ហាក់ធ្វើដូចជាមិនដឹងអ្វីឡើយគឺមិនបញ្ចេញអារម្មណ៍ក្តៅក្រហាយណាមួយទៅកាន់មីងធីឡើយព្រមទាំងនិយាយបែបពីរោះសួរនាំអំពីយាយសាយតែគាត់យ៉ាងម៉េចអីយ៉ាងម៉ាហើយទាំងដែលតម្រុយគ្រប់យ៉ាងគឺគាត់បានពីនាងពៅអស់ទៅហើយនោះស្របពេលជាមួយគ្នានោះមីងធីក៏ដើរឡើងទៅលើផ្ទះហើយក្រសែភ្នែកគាត់បានចាក់សម្លឹងទៅកាន់នាងពៅដែលកំពុងតែអង្គុយបោកខោអាវក្បែរពីងទឹកឈៀងខាងជើងផ្ទះនោះដូចជាខឹងនឹងនាងពៅរឿងអ្វីមួយអញ្ចឹងឯមាត់របស់គាត់ក៏ចេះតែសួរទៅผู้ชายវិញថានិយាយអញ្ចឹងម្ដេចក៏ឯងមកលឿនម្លេះថ្ងៃនេះผู้ชายក៏តបសំណួរមីងធីភ្លាមថាដោយសារថ្ងៃនេះគោវាដើរស៊ីឆាប់ឆ្អែតជាងរាល់ដងម្លោះហើយទើបមិនបាននៅយូរបែបនេះចាប់តាំងពីថ្ងៃនោះមកមីងធីក៏ហាក់ដឹងខ្លួនមុនថាผู้ชายកំពុងតែដឹងរឿងគាត់ហើយគាត់ក៏ដឹងហើយថាមានតែនាងពៅប៉ុណ្ណោះដែលជាអ្នកប្រាប់រឿងគ្រប់យ៉ាងទៅកាន់ผู้ชายលុះព្រឹកស្អែកបន្ទាប់ผู้ชายនៅតែបញ្ចេញគោរបស់គាត់ទៅវាលតាមទម្លាប់ប៉ុន្តែម្ដងនេះគឺគាត់មិននៅយូរដូចរាល់ដងឡើយហើយទៅម្ដងនេះក៏គាត់ទៅមិនឆ្ងាយពីផ្ទះប៉ុន្មានដែរនឹងអាលបានឆាប់ត្រឡប់មកផ្ទះវិញនៅថ្ងៃនោះឆ្លៀតឱកាសผู้ชายមិននៅផ្ទះមីងធីក៏បានហៅនាងពៅឲ្យមកក្បែររួចដៃកំពុងតែកាន់ចុងផ្ដៅព័ទ្ធទៅក្រោយយ៉ាងស្ងៀមស្ងាត់ខណៈនាងពៅដើរមកដល់គាត់ភ្លាមគាត់ក៏បានលើករំពាត់ផ្ដៅនោះវាយោទៅលើនាងពៅយ៉ាងចាស់ដៃព្រមទាំងនិយាយបណ្ដាថាឯងនៅមាត់មិនស្ងៀមមែនទេម្ដេចក៏ឯងចេះតែដឹងរឿងអញយ៉ាងនេះអញប្រាប់ឯងយ៉ាងម៉េចខ្លះនាងពៅលើកដៃសំពះផងយំអង្វរផងថាកុំឲ្យវាយនាងទៀតអីប៉ុន្តែមីងធីគាត់មិនបានបង្អាក់ដៃឡើយរឹតតែវាយោរហូតដល់នាងទន់ជង្គង់ទៅលើដីក្រឹបទើបគាត់ទម្លាក់រំពាត់ផ្ដៅចោលរួចក៏បន្ថែមសម្ដីពីលើថាថ្ងៃនេះឯងទទួលបានរង្វាន់ពីយើងប៉ុណ្ណេះបើថ្ងៃក្រោយឪពុកនាងឯងដឹងរឿងថាយើងយ៉ាងម៉េចទៀតនោះឯងប្រកាសជាមិនបានរស់នៅឃើញមុខឪពុកឯងទៀតឡើយគាត់និយាយបណ្ដើរលើកមេដៃស្ដាំយកមកឆោតត្រង់ករបស់គាត់ពីឆ្វេងមកស្ដាំបណ្ដើរដែលនោះជាសញ្ញាប្រាប់នាងពៅថាប្រយ័ត្នគាត់សម្លាប់ចោលនោះហើយលុះដល់ម៉ោង2រសៀលវងគោរបស់ผู้ชายបានដើរបណ្ដើរគ្នាមកពីខាងត្បូងរួចក៏បត់ចូលផ្ទះមួយលុះតែគោចូលមកដល់ក្នុងផ្ទះអស់ผู้ชายក៏កកហៅមីងធីតាមទម្លាប់ទៀតប៉ុន្តែជាក់ស្ដែងគឺឃើញតែនាងពៅប៉ុណ្ណោះដែលរត់មកជួយចាប់គោចងភ្លាមនោះผู้ชายគាត់ក៏មិនបានសួរនាំអ្វីច្រើនដែរព្រោះគាត់ដឹងច្បាស់ថាប្រពន្ធរបស់គាត់ពិតជាមិននៅផ្ទះទៀតហើយគឺមកជាបន្តសកម្មភាពដដែលដោយដែលនាងពៅប្រាប់គាត់នោះហើយបន្ទាប់ពីผู้ชายរៀបចំគោរួចរាល់អស់គាត់ក៏មកអង្គុយហូបបាយធម្មតានៅលើក្រែខណៈគាត់ហូបសុកក៏ស្រាប់តែក្រឡេកឃើញភ្នែករបស់នាងពៅមានសភាពឡើងហើមក្រហមទាំងសងខាងតែម្ដងឃើញដូចនោះគាត់ក៏សួរទៅនាងថាចុះភ្នែកឯងកើតអីនឹងម្ដេចក៏ក្រហមយ៉ាងនេះដំបងនាងពៅគិតថាមិនប្រាប់នោះទេព្រោះខ្លាចការគំរាមកំហែងរបស់មីងធីនោះឯងដោយគ្រាន់តែក្រវីក្បាលតិចព្រមជាមួយសម្ដីថាគឺមិនអីនោះទេពុកគ្រាន់តែសัตว์ចោលបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែ
ការលាក់បាំងរបស់នាងមិនអាចគេចផុតពីក្រសែភ្នែករបស់ពូឆៃជាឪពុកឡើយខណៈនាងពៅដែលចេញពីមុខពូឆៃបាន3ជំហានប៉ុណ្ណោះស្រាប់តែក្រសែភ្នែករបស់ពូឆៃបានចោលសម្លឹងទៅដៃរបស់នាងគឺត្រង់កែងដៃបន្តិចនោះគាត់ឃើញកន្ទួលក្រហមផ្ទាំងដែលបិទបាំងក្រោមដៃអាវលឹមគឺមើលមិនចង់ឃើញនោះឡើយភ្លាមពូឆៃក៏ហៅនាងឲ្យឈប់រួចក៏សួរទៅនាងថាចុះដៃឯងកើតអីនាងពៅលើឪពុកសួរហើយក៏ប្រញាប់លើកដៃមកខាងទៀតយកមកទាញបិទបាំងទាំងរញីរញ័រហើយឆ្លើយប្រាប់ពូឆៃទាំងទឹកមុខក្រៀមថាគឺមិនអីទេពុកពូឆៃឮហើយគាត់ក៏ទ្រង់ឆ្ងល់ខ្លាំងណាស់ក៏សួរបញ្ជាក់ថាឯងមកក្បែរពុកបន្តិចមើលពុកឃើញច្បាស់ណាស់ថាមិនអីទៅកើតនាងពៅក៏ដើរទៅក្បែរពូឆៃមួយទាំងដៃរបស់នាងកំពុងលើកមកខ្ទប់ដៃមកខាងទៀតយ៉ាងជិតលុះមកដល់ជិតពូឆៃគាត់ក៏បង្គាប់ឲ្យនាងពៅលាត់ដៃអាវឡើងបន្តិចលុះតែនាងលាត់ឡើងមកក៏ស្រាប់តែដោលក្រហមប៉ុនពីធ្នាប់ដៃនៅទីនោះគាត់ឃើញហើយក៏សួរទាំងបង្ខំឲ្យនាងពៅឆ្លើយថាកើតអីមានរឿងអីបានដល់ថ្នាក់នេះនាងពៅក៏ដាច់ចិត្តប្រាប់តាមដំណើររឿងទាំងអស់ទៅប្រាប់ពូឆៃព្រមទាំងលាយឡំនឹងទឹកភ្នែកមកទៀតផងក្រោយពីបានស្ដាប់ការរៀបរាប់របស់នាងហើយអារម្មណ៍របស់ពូឆៃពេលនេះក៏ចាប់ផ្ដើមខឹងស្រវាកាន់តែខ្លាំងឡើងគឺគាត់កាន់តែចង់ដឹងខ្លាំងណាស់ថារាល់ថ្ងៃនេះមីងធីកំពុងតែកើតអីមានរឿងហេតុអីខ្លះទើបបានចេះទៅវាយដំនាងពៅដូចនេះលុះដល់តែម៉ោង4ល្ងាចដដែលក៏ឃើញមីងធីកំពុងតែដើរចូលមកផ្ទះគើមប៉ុន្តែម្ដងនេះគឺមិនឃើញមាននរណាឌុបមកទៀតនោះឡើយគ្រាន់តែមកដល់ភ្លាមសមនឹងចិត្តពូឆៃកំពុងតែក្តៅលាយឡំនឹងការចង់ដឹងឲ្យច្បាស់ផងគាត់ក៏ដើរមកជិតមីងធីរួចក៏ដាក់ខ្លួនអង្គុយលើអង្រឹងគាត់បានសួរទៅកាន់មីងធីភ្លាមថារាល់ថ្ងៃនេះឯងមានកិច្ចការអ្វីខ្លះទើបបានចេះតែទៅមករហូតបែបនេះហើយទីនោះមានអីសំខាន់មែនទេបើពិបាកពេកអញរៀបចំខោអាវទៅនៅទីនោះចុះនិយាយហើយមីងធីគ្មានពាក្យនឹងតបទៅពូឆៃឡើយតែជំនួសមកវិញជាមួយសំណើមញើសជោគពេញថ្ងាសកាយវិការញ័ររកនឹកនិយាយអ្វីក៏មិនចេញខណៈនោះដោយរកហេតុផលមកដោះសារជាមួយពូឆៃមិនបានមីងធីក៏ឆ្លើយទៅវិញទាំងផ្ដេសផ្ដាសមិនសមហេតុផលតតែសោះថាឯងនៅមានមុខមកសួរខ្ញុំបែបនេះទៀតតើមែនទេរាល់ថ្ងៃនេះខ្ញុំមិនចង់ព្រឹកចេញប្រលប់ចូលនោះទេគ្រប់យ៉ាងក៏ដោយសារតែជីវភាពឯងមើលជីវភាពគ្រួសារយើងចោះប្រសិនបើខ្ញុំមិនចេញរកប្រាក់តើរំពឹងតែឯងម្នាក់ម្ដេចនឹងកើតទៅនិយាយបណ្ដើមីងធីចង្អុលទៅកាន់នាងពៅបណ្ដើរួចក៏បន្តសម្ដីទៀតថាឯងមើលចោះឯងមានកូនស្រីម្នាក់គេធំពេញរូបពេញរាងទៅហើយតើចាំដល់ពេលណាទៀតទើបឯងឲ្យនាងចេញទៅរកចំណូលដើម្បីជួយគ្រួសារខ្លះឬមួយក៏ឯងទុកឲ្យនាងដេកនៅតែផ្ទះឥតបានការបែបនេះទៀតពាក្យពេចន៍របស់មីងធីគឺហាក់មិនសមទំនងទាល់តែសោះបន្ទាប់ពីពូឆៃស្ដាប់ហើយគាត់ក៏ងក់ក្បាលសោតតិចទាំងហួសចិត្តខណៈនោះពូឆៃក៏ហៅនាងពៅក្បែរនោះឲ្យមកក្បែរគាត់នាងពៅក៏ដើរមកដល់ក្បែរពូឆៃទាំងមិនហ៊ានមើលមុខមីងធីសំបីតែបន្តិចភ្លាមនោះពូឆៃបានឲ្យនាងពៅសោយដៃអាវឡើងឲ្យមីងធីមើលរួចក៏សួរទៅមីងធីថាព្រោះតែនាងនៅផ្ទះមែនទេទើបបានជាឯងវាយដំនាងរាល់ថ្ងៃបែបនេះឯងមើលសភាពកូនចោះព្រោះតែខ្លាចការគំរាមកំហែងរបស់ឯងទើបបានជានាងខំលាក់បាំងខ្ញុំអស់រយៈពេលរាប់ឆ្នាំមកនេះមីងធីបានត្រឹមអោនមុខចុះដោយមិនបានតបតមួយម៉ាត់ប៉ុន្តែទន្ទឹមគ្នានោះ
ក្រសែភ្នែកមីងធីបានចោលសម្លឹងមកកាន់នាងពៅបែបខឹងគុំគួនយ៉ាងខ្លាំងបាទទោះជាខឹងនឹងមីងធីយ៉ាងណាក្តីពូឆៃនៅតែប្រើសកម្មភាពធម្មតាដដែលភ្លាមនោះគាត់ក៏និយាយប្រាប់មីងធីឲ្យទៅងូតទឹកនិងហូបបាយទឹកធម្មតាដោយមិនបញ្ចេញសកម្មភាពណាមួយឲ្យលើសលប់ពេកនោះទេពេលវេលាវាចេះតែខិតទៅរកការខ្វែងគំនិតគ្នារវាងអ្នកទាំង3កាន់តែខ្លាំងឡើងចាប់ពីថ្ងៃដែលពូឆៃបានស្ដីបន្ទោសមីងធីនោះមកគឺមីងធីមិនដែលបានឈប់ឬក៏អសកម្មភាពក្នុងការចេញទៅក្រៅនោះឡើយរហូតថ្ងៃមួយនៅពេលដែលគាត់ទៅមើលគោដូចរាល់ដងពេលនោះគាត់ក៏បានជួបនឹងអ៊ំប្រុសម្នាក់ដែលជាអ្នកកង្វាគោជាមួយគ្នារាល់ថ្ងៃហើយអ៊ំប្រុសនោះគាត់ក៏បានដើរទៅជិតពូឆៃមើលទៅគាត់ពេលនោះដូចជាចង់និយាយអ្វីម្យ៉ាងទៅប្រាប់ពូឆៃអញ្ចឹងប៉ុន្តែដោយភាពក្រែងចិត្តគាត់ក៏បានសួរបងវាយរឿងផ្សេងថាអាឆៃពូសួរឯងបន្តិចទៅមើលរាល់ថ្ងៃនេះប្រពន្ធឯងគេធ្វើការងារអីព្រោះតែពូមិនដែលឃើញវានៅផ្ទះសោះគ្រាន់តែលើប្រយោគដែលលោកអ៊ំសួរភ្លាមពូឆៃក៏ឆ្លើយមិនតាក់ទើថាទេពូគាត់ដូចជាមិនបានធ្វើការអីទេតែគាត់ចេញបាត់ពីផ្ទះរាល់តែថ្ងៃដល់តែពេលខ្ញុំសួរទៅគាត់ថាគាត់ចេញទៅធ្វើការតែមិនដឹងថាគាត់ធ្វើការអីនោះទេពូដែលឃើញពូឆៃឆ្លើយថាមិនដឹងជាប្រពន្ធធ្វើការអីនោះគាត់ក៏ប្រាប់ចំដោយមិនលាក់លៀមថាអញសុំប្រាប់ឯងបន្តិចចុះគឺអញឧស្សាហ៍ឃើញប្រពន្ធឯងវាទៅកន្លែងគេជុលមន់និងចាក់អាប៉ោងនៅឯចុងភូមិនោះស្ទើរតែរាល់ថ្ងៃទៅហើយទីនោះសុទ្ធតែមនុស្សច្រើនណាស់គាត់រកនិយាយឲ្យច្រើនជាងនេះប៉ុន្តែក៏ទាញចិត្តមកវិញបានភ្លាមរួចក៏បន្តទៅកាន់ពូឆៃទៀតថាអញប្រាប់ឯងតែប៉ុណ្្នឹងបានហើយតែបើឯងចង់ដឹងច្បាស់ក៏ឆ្លៀតទៅមើលខ្លួនឯងចុះពូឆៃក៏ឆ្លើយអរគុណទៅកាន់អ៊ំប្រុសដោយស្នាមញញឹមតិចដោយទ្រាំនឹងការចង់ដឹងច្បាស់មិនបាននៅកណ្ដាលថ្ងៃត្រង់ក្តៅចែពូឆៃបានជួលឲ្យក្មេងៗដែលនៅកង្វាគោទីនោះជាមួយគាត់ឲ្យជួយមើលគាត់បន្តិចរួចឆ្លៀតពេលនោះគាត់ក៏សម្ដៅទៅចុងភូមិតាមទីតាំងដែលអ៊ំប្រុសបាននិយាយប្រាប់ហើយទីនោះក៏ឃើញមានរោងស៊ុបកាហ្វេនិងមានមនុស្សជុំគ្នាជាច្រើនខណៈដែលពូឆៃទៅដល់គាត់ឈរអែបក្បែរម៉ូតូកង់គៀនខាងមុខនោះរួចភ្នែករបស់គាត់សម្លឹងរេចុះរេឡើងសម្ដៅទៅខាងក្នុងវងមនុស្សដែលកំពុងសោយក្អាកក្អាយនោះភ្លាមក៏ស្រាប់តែរឿងដែលគាត់នឹកស្មានមិនដល់វាបានកើតឡើងនៅចំពោះមុខគាត់គឺនៅក្នុងវងមនុស្សទាំងនោះក៏មានប្រពន្ធរបស់គាត់ដែរតែអ្វីដែលគាត់ឈឺចាប់បំផុតនោះគឺនៅក្បែរមីងធីកំពុងមានមនុស្សប្រុសអោបគៀកកោយចាក់អាប៉ោងយ៉ាងសប្បាយគាត់ឃើញទិដ្ឋភាពនៅចំពោះមុខបែបនេះក៏បានត្រឡប់មកវិញជាមួយភាពអស់មន្ទិលហើយក៏លែងឆ្ងល់ទៀតដែរនៅល្ងាចថ្ងៃដដែលនោះបន្ទាប់ពីមីងធីបានមកដល់ផ្ទះវិញពូឆៃក៏ធ្វើដូចជាមិនដឹងរឿងអ្វីទាំងអស់តែជំនួសមកវិញជាមួយការនិយាយបែបផ្អែមល្ហែមពីរោះភាសាខុសពីធម្មតាថាតែថ្ងៃនេះឯងទៅធ្វើការហត់ខ្លាំងទេបើពិបាកពេកក៏កុំទៅធ្វើទៀតអីឈប់សម្រាកនៅផ្ទះខ្លះទៅណាពូឆៃនិយាយបណ្ដើរលើកក្រមាមកបក់មុខបណ្ដើររួចក៏បន្តទៀតថាតែខ្ញុំគិតថាប្រហែលជាការងារឯងមិនលំបាកពេកទេតាមមើលស្ដាប់ដំបងគិតថាជាក្តីបារម្ភពិតប្រាកដប៉ុន្តែប្រយោគចុងក្រោយនេះវាបានធ្វើឲ្យមីងធីត្រឡប់ចិត្តមកវិញភ្លាមខណៈនោះមីងធីក៏បានសួរយ៉ាងខ្លីទៅកាន់ពូឆៃថាឯងនិយាយបានន័យថាយ៉ាងម៉េចភ្លាមនោះពូឆៃក៏តបទៅវិញមិនតាក់ទើថា
anh sẽ đạp mình vô tàu mền tế chắp bị ai tới anh riêng trong khả ai chạ trên từ rùa nơi cần lại thưa ca nụ cho nhom lên trời ca propon đối chị anh thiệt hỏi bần tọa pi bịa sầm đầy để ban lịch trình pi mót pu chai hỏi mình thì có chấp nhẹ luôn phliềm một đại cô pu chai nị dây móc play dạng nị pruแต่เรื่องราวแบบนี้hỏi từ thua ai mình thì cả chất ác rọ mùi từ lứa niềng bờ để quạt cất thà cướp dạng cứ móc bị niềng bờ từ thua ai quạt nâng pu chai tới chuộc nia to tênแบบนี้ในยุคโดดได้นูคณะมินทีกำปงรีบจอมข่าวอายดำใบโจเจนปีเตผู้ชายเตยกอดก็บ้านนิยติดเตกันเนียงเปิดได้นุกบายหนูทาจ้ำแต่มือจอเนียงไอนิยหอยกอดก็จะเจนเตยตึงยุบปีเตผู้ชายโดยมันอะไรเปียท่าไม่ได้ประปนลอยไอผู้ชายวิญกอดบ้านประกอบกิจการเงียระบอกกอดธรรมดาบรรทบปีผู้ชายหนึ่งมินทีบานใจเพลยขณีระเวียงประเดี๋ยวประปนเตยผู้ชายหนึ่งเนียงเปิดบานรุ่นเนื้อแต่ปีเนี่ยปกโกนอริยะเปลมุชนำเป็นหอยโกมันมีเรื่องหายเอาไว้การเมียนแต่เลือนเนียงเปิดเท็ดได้ไอรุกสมพอโกกันแต่สะอาดเจียงมุนเลือดได้กรุบยางโกโปรแต่เลนเมียนโนนาหมอกกลมเรียมกลมหายวิดอมเนียงโดยก้าปีมุนเตี้ยนูหอยปนตายกรุบย่างคือจับดามเวิร์ตลอดหมกวิ่งมาโดนเตียดทั้งไงมวยเนื้อเป็ดได้ผู้ชายเจ้งtừมือกูบัดรีไอเนียงเปิดเนื้อใต้เตียมันในไอปนโนทั้งไงหนูกูสรับแต่เล็กหมกมินที่หมกมาโดนเตียดปนตายมันบ้านโจโจเตียผู้ชายหนูเตคือเนียงเปิดเคยมินที่กำปงจิมโตชิมมวยมนุษย์โปรมันเนี่ยหอยมนุษย์โปรหนูคือเชื่อเนี่ยได้ทลบดบกอดเจ้งโจลกาปีมวยชนะมุนนูหอยเป็นนูขณะเนียงเปิงเนื้อองคุยเลือกคำจันดามุกเตียมในไอโกสรับแต่มินทีมอกด้อมุกเตียนเนียงรวยก็ชอบเนื้อเลือเพลยเกี้ยนจงระบองข้างมุกเตียนนูมวยสันตุทมบรรทบหมกก็จี้จะเจงตึกบัดเถื่อเอาเนียงเปิงได้กำปงองคุยเมียนกาเงืองชงอมในไอมวยขณะลูกดอลเงียบบันติดผู้ใช้โกตลอบมอกปีมือโกวิงเนียงมันบังอองอยู่โกจมเรียบเรียงหนูตึกันผู้ใช้เพลียมกลายปีผู้ใช้บานสดับหอยก็ปรับเนียงไปถาหมอกกหมอกจอก็อ้อยแต่โจบแต่ยืงเตอบานหอยบรรทบปีหอบใบรุ่ยรัวสถัดเนื้อม้องประใบหยบเป็นหนูผู้ใช้ใส่หายเนียงเปิดมอกปีกราวโก้ขังกราวถามีโอนคนไอ้เตติงบาร์เนื้อไอตบยีสมไอปกบันติกปกจงตรงโก้บันติกสันหอยหนูหลุยนึกขนมกับปลาไอไปชั่วขังหมกหนูสรดติดเตยชับหมกวิญนาโกนเนียงเปิดก็จับโดประรวยก็ได้เจงเตยโตบยีสมวีมันเนยช่างไงปนมาหนูเตปนตายเรียงงงเงดปีบะมือเพลย์บันติกขณะเนียงกงปงดาสมดาตือโตบยีสมนูสรับแต่ลงปิดเพลียมนูก็เมียนมนุษย์โปรปีเนียนังเมียนมนุษย์ไรมันเนียบันจับกระตุกหมดเนียงนังจับใดจับเชืองเนียงยังจวบโดยมันเอาเนียงใส่รุ่ยนูลอยไอผู้ชายจงตรงโก้รุ่ยมวยสันตุเตอหอยคนเนื้อมันต้อนเคยโกนใส่ตลอบหมกเวงเตียดกอดจำมือเจ็ดเทบบัดเตยโดยมันออกเจ็ดกอดก็เจ้งแต่ตามโกนผู้ชายได้ตามเพลสมได้ตึกแต่ยีสมดำใบแต่ตามรกเนียงเปยปนตายกอดได้ตามเพลตั้งปีแต่กอดระหอบมันดอกแต่ยีสมคนเนยแต่มันเคยเนียงเปยสอยุบหนูหอยได้ผู้ชายจับดามเช่าเล่าใส่รกเนียงเปยระหดป้าดอนเนบพุมกิช่วยรกเนียงเปยป้าแต้งกันได้ยุบงงดเชิงมวยเมากราวหมกกูสลับแต่เนบพุมมันเนี่ยบ้านประเทศเคยเนียงเปยกำปงได้ประกับหมกเตยหนังเดยเนกราวด้ามสังกายบายละบะเพลนูขณะนูเนได้เราเคยก็บานใส่ปรับเตยเนบเซนเตียดทานเนียงเปยเราเคยหอย
លើកដូចនេះពូឆៃក៏រត់ប្រញាប់មកមើលកូនស្រីនៅពេលដែលគាត់មកដល់ភ្លាមគាត់ក៏ស្រវេស្រវាផ្ងានាងពៅមកអ្វីដែលគាត់ឃើញពេលនោះគឺធ្វើឲ្យគាត់ស្លុតចិត្តយ៉ាងខ្លាំងគឺនាងពៅត្រូវបានគេធ្វើឃាតនាងដោយនៅលើបំពង់កនាងត្រូវបានគេកាត់ផ្ដាច់ចេញពីគ្នានិងស្នាមឈាមថ្មីហូរស្រោចពេញខ្លួនខណៈនោះមេភូមិក៏បានរាយការណ៍ទៅខាងប៉ូលីសភ្លាមដើម្បីពិនិត្យធ្វើកោសលវិច័យទៅលើនាងពៅឲ្យបានទាន់ពេលបន្ទាប់ពីប៉ូលីសជំនាញបានពិនិត្យទៅលើសពនាងពៅរួចរាល់គេក៏បានដាក់ចម្លើយច្បាស់ថានេះគឺជាករណីឃាតកម្មយ៉ាងច្បាស់គឺនាងពៅត្រូវបានគេធ្វើឃាតនោះហើយក្រោយពីបានសម្រេចកិច្ចការក្នុងការចុះពិនិត្យរួចមកខាងមន្ត្រីជំនាញមូលដ្ឋានក៏បានដាក់ការស៊ើបអង្កេតភ្លាមទៅលើជនដែលបានបង្ករីឯសពនាងពៅត្រូវបានប្រគល់ឲ្យពូឆៃយកទៅធ្វើបុណ្យបាត់ទៅក្រោយពីបានធ្វើបុណ្យសពនាងពៅរួចរាល់ចាប់ពីពេលនោះមកពូឆៃក៏ចាប់ផ្ដើមពិបាកចិត្តពីមួយថ្ងៃទៅមួយថ្ងៃរហូតតតែគាត់លែងខ្វល់ខ្វាយរឿងបាយទឹកហើយរូបរាងក៏ចិត្តតែស្គមទៅស្រក់សាច់ស្ទើរតែអស់ពីខ្លួនគឺគាត់នៅអាឡោះអាល័យកូនស្រីតែមួយរបស់គាត់ដែលនាងចាក់ចេញពីគាត់ទៅលឿនយ៉ាងនេះអ្នកភូមិក្បែរនោះគាត់តែងតែសង្កេតឃើញពូឆៃនិយាយម្នាក់ឯងរៀងរាល់ល្ងាចឡើងគឺមេឃចាប់ផ្ដើមធ្លាក់ពន្លឺភ្លឹបមកហាក់ដូចជានិយាយជាមួយកូនគាត់គឺនាងពៅអញ្ចឹងអ្វីដែលចម្លែកខ្លាំងនោះគឺគាត់បានដួសបាយចំនួន2ចានរួចក៏ហូបបណ្ដើនិយាយបណ្ដើថាឆ្ងាញ់ទេកូនហូបឲ្យច្រើនទៅណានៅល្ងាចមួយម៉ោងប្រហែលជា8យប់យាយសុំដែលធ្លាប់តែដើរកាត់មុខផ្ទះពូឆៃរាល់ថ្ងៃគាត់ឃើញពូឆៃអង្គុយនិយាយម្នាក់ឯងដូច្នោះក៏ដាច់ចិត្តដើរចូលទៅក្នុងផ្ទះពូឆៃទាំងយប់លុះតែទៅដល់ក្បែរជិតដើរផ្ទះហើយគាត់ក៏សួរទៅពូឆៃភ្លាមថាអាឆៃមុននេះក្មួយឯងនិយាយជាមួយពីណាឃើញតែសោចផងសប្បាយផងយ៉ាងនេះពូឆៃគាត់ឆ្លើយភ្លាមថាបាត់មីងគឺកូនខ្ញុំនាងពៅនិយាយលេងជាមួយខ្ញុំមុននេះណាមីងឥឡូវនេះគឺនាងកំពុងងូតទឹកនៅក្រោយផ្ទះឯណោះណាមីងយាយសុំឮពាក្យនេះហើយគាត់មិនបានគិតថាពូឆៃមានសតិអារម្មណ៍អីនោះទេគាត់គ្រាន់តែគិតថាពេលនេះគឺខ្មោចនាងពៅកំពុងតែចេញលងហើយពេលនោះភ្នែកយាយសុំលីងឡងមើលឆ្វេងផងមើលស្ដាំផងទាំងញ័រជើងទៅត្រើតហើយក៏ប្រឹងនិយាយឲ្យស្របពូឆៃថាអញស្មានតែក្មួយឯងនិយាយជាមួយនរណាគេតើអត់អីទេអញ្ចឹងមីងទៅវិញសិនហើយនិយាយរួចគាត់ក៏ស្រោតដើរចេញទៅវិញភ្លាមនៅយប់នោះមានពូម្នាក់ដែលជាអ្នកឧស្សាហ៍ទៅមើលគោជាមួយពូឆៃពេលនោះគាត់គិតចង់ទៅអង្គុយជក់បារីលេងជាមួយនឹងពូឆៃនៅពេលគាត់ដើរចេញពីផ្ទះមកបំរុងនឹងសំដៅទៅផ្ទះពូឆៃខណៈដែលគាត់ដើរទៅជិតដល់ផ្ទះពូឆៃគាត់ចោលកន្ទុយភ្នែកបន្តិចទៅក្នុងរបងផ្ទះស្រាប់តែនៅក្រោមអំពូលភ្លើងពងមាន់ភ្លឺលឹមនោះក៏លេចរូបរាងមនុស្សស្រីសក់វែងអន្លាយពីក្រោយហើយក៏ដើរដំណើរមួយសំដៅទៅក្នុងផ្ទះពូឆៃភ្លាមនោះគាត់គិតថាប្រហែលជាបងប្អូនពូឆៃគាត់មកលេងពូឆៃហើយតាមមើលខណៈកំពុងនិយាយបណ្ដើនឹងឈានជើងទៅមុខធម្មតានោះភ្នែករបស់គាត់ក៏សម្លឹងទៅមើលម្ដងទៀតស្រាប់តែក្រោមស្រមោលពន្លឺភ្លើងអំពូលតិចនោះគាត់បានឃើញមនុស្សស្រីដែលដើរមុននេះគឺនាងដើរគ្មានជើងអីនោះទេពោលគឺមានត្រឹមតែចង្កេះទៅក្រោមតែប៉ុណ្ណោះបំណងដែលបំរុងនឹងទៅលេងពូឆៃនោះគាត់ក៏បកត្រឡប់ក្រោយមកវិញទាំងជើងញ័រដូចជាសរសៃទាញ
ញើសហូរជោគពេញអាវដោយមិនដឹងខ្លួនចាប់តាំងពីពេលនោះមករឿងហេតុចម្លែកក៏ចេះតែកើតមានឡើងឥតឈប់ឈរថ្ងៃនោះម៉ោងប្រហែលជា3រសៀលក៏ឃើញលោកពូដែលបំរុងនឹងមកលេងពូឆៃកាលពីយប់នោះដោយគាត់បានឃើញពូឆៃកំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះម្នាក់ឯងឃើញឱកាសល្អពេលថ្ងៃបែបនេះគាត់ក៏គិតថានឹងចូលទៅលេងពូឆៃឲ្យហើយម្យ៉ាងក៏ចង់យករឿងដែលគាត់ឃើញកាលពីយប់នោះយកទៅប្រាប់ពូឆៃផងទាន់ពេលវានៅថ្ងៃតែយប់បន្តិចគឺគាត់មិនហ៊ានមកនោះទេព្រោះខ្លាចឃើញដូចយប់មិញទៀតខណៈគាត់កំពុងអោនមុខចុះមើលផ្លូវបន្តិចលុះងើបមកវិញសម្លឹងទៅកាន់អង្រឹងម្ដងទៀតក៏ស្រាប់តែបាត់ពូឆៃឈឹងមិនដឹងជាគាត់ទៅណាអីក៏លឿនយ៉ាងនេះឃើញអង្គុយនៅទីនេះមុននេះសោះពូនោះគាត់ក៏នៅតែបន្តដើរចូលទៅធម្មតាដោយឃើញទ្វារផ្ទះពូឆៃបើកចំហផងគាត់ក៏នឹកឃើញថាប្រហែលជាពូឆៃឡើងទៅលើផ្ទះហើយតាមមើលរំពេចនោះគាត់ក៏ស្រែកហៅពូឆៃពីក្រោមផ្ទះទៅគឺហៅហើយហៅទៀតប៉ុន្តែអ្វីដែលចម្លែកគឺគ្មានអ្នកឆ្លើយគាត់សូម្បីតែបន្តិចអារម្មណ៍គាត់ពេលនោះក៏ចាប់ផ្ដើមលត់ទ្រូងភឹបនឹងនឹកឆ្ងល់មិនដេចមិនឃើញពូឆៃឆ្លើយមុនចូលមកឃើញមនុស្សនៅលើអង្រឹងតែមិនដេចក៏ពេលចូលមកដល់ស្ងាត់ជ្រាបទៅវិញគាត់ចាប់ផ្ដើមព្រឺសម្បុរចម្លែកភ្លាមរួចក៏ថយជំហានបង្វាយខ្លួនតិចដើរបកទៅក្រោយវិញយ៉ាងប្រញាប់លុះតែស្អែកបន្ទាប់ពូនោះក៏បានជួបពូឆៃនិងនិយាយគ្នាលេងអស់មួយសន្ទុះធំខណៈនោះគាត់ក៏បានប្រាប់រឿងដែលគាត់បានជួបនោះទាំងអស់ទៅប្រាប់ពូឆៃបន្ទាប់ពីពូឆៃបានស្ដាប់ហើយអ្វីដែលគាត់ជំទាស់នឹងបដិសេធខ្លាំងនោះគឺត្រង់កន្លែងដែលលោកពូប្រាប់ថាម៉ោងប្រហែលជា3រសៀលនោះគាត់ឃើញពូឆៃអង្គុយនៅលើអង្រឹងក្រោមផ្ទះប៉ុន្តែនៅពេលដែលគាត់ដើរទៅដល់ក៏ស្រាប់តែបាត់ឈឹងភ្លាមពូឆៃបានប្រាប់លោកពូនោះវិញថាអត់ទេអញមិនបាននៅផ្ទះតាំងពីព្រឹកមិញម្លេះចុះឯងឃើញនរណាអង្គុយនៅលើអង្រឹងនោះលើពាក្យដែលពូឆៃប្រាប់ក៏ចាប់ផ្ដើមវល់ពេញខួរក្បាលមិនយល់ថាយ៉ាងម៉េចឲ្យប្រកាសនោះរំលងមកបាន2ថ្ងៃបន្ទាប់ទៀតខាងមន្ត្រីជំនាញក្នុងការស៊ើបអង្កេតពួកគាត់នៅតែបន្តនីតិវិធីដើម្បីរកមុខឃាតករដដែលដោយយប់នោះជាយប់ទី8ស្ថិតក្នុងម៉ោង10ក្នុងភូមិទាំងមូលមានស្នូរសំឡេងឆ្កែព្រុសឡើងទ្រហឹងនៅតាមបណ្ដោយផ្លូវយប់នោះពូឆៃគាត់អង្គុយជួបបារីក្នុងចិត្តកំពុងនឹកដល់នាងពៅជាកូនស្រីខណៈគាត់កំពុងអង្គុយលើកាំជណ្ដើរផ្អែកក្បាលទៅនឹងបង្កាន់ដៃនោះស្រាប់តែភ្លាមក៏មានសំឡេងមនុស្សស្រីរត់តាមផ្លូវមកពីខាងត្បូងជាមួយនឹងសំឡេងស្រែកល្វើយពីចម្ងាយថាចេញពីអញទៅអញមិនដឹងអីទេឆាប់ចេញទៅកុំមករកអញទៀតអីឮស្រែកបែបនេះដដែលលាយឡំនឹងសំឡេងឆ្កែព្រុសឡើងទ្រហឹងពេញភូមិសំឡេងនោះនៅតែស្រែកដដែលរហូតដល់មុខផ្ទះពូឆៃក៏ស្រាប់តែបត់ចូលភ្លាមហើយនៅតែស្រែកថាអញដឹងខ្លួនខុសហើយពេលនោះពូឆៃក៏រៀងស្រឡាំងកាំងបន្តិចដែរក៏ព្រោះតែមកភ្លាមដោយមិនដឹងហេតុបែបនេះលុះតែរូបរាងមនុស្សស្រីនោះមកដល់មុខកាំចិនដាគាត់ហើយក៏លុតជង្គង់ចុះរួចក៏ពោលថានាងពៅចេញពីអញទៅអញឈប់ហើយអញមិនដឹងអីទេភ្លាមនោះពូឆៃនឹកថាប្រហែលជាមនុស្សឈួតវង្វេងមកពីណាហើយតាមមើលលុះតែគាត់បើកអំពូលភ្លើងម៉ែតពណ៌លឿងព្រាលដែលបានជះទៅលើរូបរាងមនុស្សស្រីនោះអ្វីដែលគាត់បានឃើញនៅចំពោះមុខគឺស្ទើរតែមិនជឿទាស់តែសោះរូបរាងមនុស្សស្រីនោះគឺជាមីងធីដែលជាអតីតប្រពន្ធគាត់នោះហើយសភាពមីងធីពេលនេះគឺជាមនុស្សឈួតសុទ្ធសាធសក់ក្បាលកន្ទ្រើងក្រញាញ់ចូលគ្នាដុំរីឯមុខខៀវហើមឡើងប៉ល
មិនដឹងជាត្រូវនឹងអ្វីខ្លះឡើយរីឯខោអាវរហែកប្រឡាក់សុទ្ធតែភក់ជ្រាំរំពេចនោះពូឆៃមិនទាន់ទាំងបានសួរផងក៏ស្រាប់តែមីងធីបាននិយាយមកទាំងរដាក់រដប់ថាចេញទៅនាងពៅអញទទួលកំហុសហើយថាអញពិតជាបានសម្លាប់នាងឯងពិតមែនគ្រាន់តែលើប្រយោគនេះភ្លាមពូឆៃក៏ចាប់ដឹងភ្លាមថានាងពៅស្លាប់នោះគឺប្រហែលជាមកពីមីងធីជាអ្នកសម្លាប់ហើយគិតបែបនេះរួចពូឆៃក៏ទំនាក់ទំនងទៅខាងមន្ត្រីប៉ូលីសដើម្បីឲ្យចុះមកសាកសួរមីងធីភ្លាមមួយសន្ទុះក្រោយខាងមន្ត្រីជំនាញស៊ើបអង្កេតក៏បានមកដល់ក្រោយមកពួកគាត់ក៏បានប្រមូលចម្លើយមួយចំនួនពីមីងធីទាំងនិយាយផងសើចផងមិនខុសពីមនុស្សឈួតនោះទេពេលនោះខាងប៉ូលីសក៏បានដាក់ចម្លើយភ្លាមថារឿងហេតុដែលបានកើតឡើងចំពោះនាងពៅនោះគឺបានផ្ដើមចេញទាំងស្រុងពីមីងធីបន្ទាប់ពីបានធ្វើរបាយការណ៍កំណត់ហេតុរួចរាល់គេក៏បាននាំមីងធីទៅកាន់ប៉ុស្តិ៍នគរបាលស្រុកភ្លាមឯពូឆៃក៏បានតែត្រឹមឈរសម្លឹងមើលទៅមីងធីដែលប៉ូលីសកំពុងតែនាំទៅនោះទាំងដែលទ្រូងរបស់គាត់ពេលនោះស្ទើរតែរហែកដាច់ចេញពីគ្នាទៅហើយម្យ៉ាងទៀតគាត់ក៏បន្ទោសខ្លួនឯងយ៉ាងខ្លាំងប្រសិនបើគាត់មិនយកមីងធីមកធ្វើជាប្រពន្ធនោះទេនោះអ្វីក៏មិនដល់ថ្នាក់កើតមានរឿងបែបនេះដែរចាប់តាំងពីពេលនោះមករឿងហេតុចម្លែកដែលអ្នកភូមិតែងតែឃើញក៏បានស្ងាត់បាត់ទៅបន្ទាប់ពីមីងធីបានសារភាពទៅប្រាប់ប៉ូលីសនោះមកឯពូឆៃក៏បានលក់ទ្រព្យសម្បត្តិនិងសត្វចិញ្ចឹមរបស់គាត់ទាំងអស់រួចក៏ចូលខ្លួនសាងព្រះភ្នួសបួសនៅក្នុងអារាមចាប់តាំងពីពេលនោះមក